កម្ពុជារដ្ឋគឺជាទឹកដីសុវណ្ណភូមិដែលល្បីល្បាញពីគំនរទ្រព្យធម្មជាតិនិងវប្បធម៌ដ៏ស្រស់ត្រកាលរីឯជនជាតិខ្មែរទៀតសោតក៏ជាជនជាតិដែលប្រកបដោយភាពរួសរាយរាក់ទាក់និងដួងចិត្តដែលប្រកបដោយករុណានិងមេត្តាធម៌ដោយអំណោយទាននៃភូមិសាស្ត្រធម្មជាតិនិងវប្បធម៌បែបនេះហើយបានជានគរនេះជួបប្រទះនៅសង្គ្រាមទន្ទ្រានដណ្ដើមទឹកដីពីមួយជំនាន់ទៅមួយជំនាន់2ឆ្នាំមុនបែកលំវែងនគរខ្មែរជួបប្រទះវិបត្តិរ៉ាំរ៉ៃពីការរត់ទន្ទ្រាននៃចៅព្រៃនិងខ្មាំងសត្រូវដែលពងវាប្រហារនៅក្នុងអាណាខេត្តខ្លះក៏មានវិបត្តិផ្ទៃក្នុងដណ្ដើមអំណាចគ្នានៃស្ដេចត្រៃរហូតដល់រង្គោះរង្គើដល់គ្រួសាររាជវង្សស្ដេចត្រៃខ្លះដើម្បីអំណាចសុខចិត្តចូលដៃជាមួយសត្រូវប្រទុសរាយជាមួយនគរឯងរហូតរាជវង្សស្ដេចត្រៃមួយចំនួនត្រូវនិរទេសខ្ចាត់ព្រាត់ដើម្បីរក្សាជីវិតក្រៅពីភោគទ្រព្យធម្មជាតិនិងរតនវត្ថុនានាសេចក្តីត្រូវការដ៏ចម្បងរបស់ស្ត្រីគឺគ្រឿងបច្ចៈកុតភណ្ឌកវីបណ្ឌិតក្បួនគម្ពីរសត្រាផ្សេងគម្ពីរដ៏ចម្បងមួយដែលពួកចៅឈ្លានពានកំពុងតែតាមរកយ៉ាងស្វិតស្វាញនោះគឺមានសត្រារបាំបុរាណដ៏ពិសិដ្ឋមួយដែលសេសសល់តាំងពីសម័យអង្គរមកគឺសត្រារបាំអតិទេពរឿងនគរមាស
มัดเราไปลึกหมวยหลังคอมครั้งอ่ะไปให้ชีรถฮอตไปเดี๋ยวนั้นbà chỉnh trăng ấy Mày thiệt đâu? Nè, không có đắng đâu. Ba ui màu ấy trời ơi Chốt chân. Ở đây chiêm không? Chiêm phát thắng lên đi nè. តាមកាប់គាត់ជាមិនទៅស្រីណាខ្ញុំឆ្លាញ់ Thao tăng bị tối. Chừng. Không lăng hay. នាងឈ្មោះអប្សរឯខ្ញុំនេះឈ្មោះរៀមយើងជាមិត្តនឹងគ្នាតាំងពីតូចគួរតែជាសត្រូវទើបត្រឹមត្រូវជាងនាងនេះឆ្នះខ្លាំងណាស់កាលពីនៅតូចហើយធ្លាប់ចោទខ្ញុំតែជាចោលទៀតផងហើយគួរតែចាប់និយាយពីដើមរឿងតែម្ដងទៅងាយយល់ជាងទៅមកសោះវិញឡាឆ្អៀតជាង10ឆ្នាំមុនខ្ញុំនិងពុកម្ដាយខ្ញុំជាអ្នកធ្វើប្រហុកលក់ទៅតាមខេត្តឆ្ងាយៗពុកនិយាយរឿយៗថាខ្ញុំត្រូវតែទៅរៀននៅក្រុងលង្វែក Ồ, ở quý à? Tịch chật là còng về chạy đang ở quý à? អើយឯងមិនប្រឹងសួរទេតែទៅដល់ហើយណាឯងច្បាស់តែឃើញមនុស្សម្នាឡើងកោះកោពេញទៅផ្លូវហ្នឹងហើយ Ở chật má Tỉnh về phơi tiệt tới ảnh នេះប៉ែនេះយូរទៅមិនទុកចិត្តឯងសោះវិញណែឯងបរទេសកាត់ស្រុកកាត់ទេសនេះណារាប់ឆ្នាំណាស់មកហើយណែឯងដឹងអត់ Mày កាលជំនាន់ខ្ញុំនៅកន្លោះណាខ្ញុំចេញចូលក្រុងលង្វែកដូចឆៃបាយអញ្ចឹង Bộ bà cài mê nó Mày có pi về năm nó về phơi là hồn nó ai á Từ một cái anh trong chun dương tới មិនអញ្ចឹងទេ ពុកស្អីនៅទីនោះហ៎ធំដូចពុកធ្លាប់ប្រាប់ខ្ញុំមែនអត់ពុក ពុកដែលហក់ខ្លួនឯងពីកាលណែឥឡូវពុកសួរខ្លួនឯងណាទូកដែលខ្លួនឯងធ្លាប់ឃើញគេដាក់មនុស្សបានប៉ុន្មានអ្នកហ៎ ដាក់ហើយជា10នាក់ហ្នឹងហើយពុក ប៉ុន្តែទូកនៅក្រុងលង្វែកណាគេធ្វើដាក់មនុស្សបានពី100ទៅ200នាក់នោះ អូធំដល់ម្លងផងពុកពុកហើយចុះតែគេសងពីមីហ្នឹងពិតមែនអត់ពុក អូអាហ្នឹងគេមិនមែនហៅផ្ទះទេកូនគេហៅថាព្រះបរមរាជវាំង អូ ហើយក៏គេមិនសងពីមាសទាំងអស់នោះដែរប៉ុន្តែវាមានតម្លៃថ្លៃជាងមាសណាយល់ទេ ខ្ញុំត្រូវតែទៅរៀននៅក្រុងលង្វែកដើម្បីខ្ញុំអាចជួយបម្រើជាតិបានតែមិនដឹងថាពេលណាទេទើបពុកនាំទៅ សំរទេពអប្សរមិនល្អដូចអូនឡើយស្នាមញញឹមត្រាំត្រាំ មកពីណាហ្នឹងអូខ្ញុំមកពីចង្អាយអ្នកអើយខ្ញុំចង់សុំភូមិនេះស្នាក់បាន4-10យប់ សំរទេ
បអប្សរមិនល្អដូចអូនឡើយស្នាមញញឹមត្រានត្រាកវ៉ាន់ខ្លួនឯងទៅហូបអីសិនក៏បានដែរមិនបាច់បង្ខំពេកទេគូ តែកូនចង់ដេកអាហើយសិន ពុកឃើញខ្លួនឯងអង្គុយនៅនឹងមួយថ្ងៃហើយអត់ងើបតាណាសោះអញ្ចឹង ឥឡូវចាំកូនដេកអាពុកហើយចាំកូនទៅហូបអីជាមួយនឹងពុក អញ្ចឹងអាវនឹងដេកឪពុកអីចឹង ចា ហើយដេកឪពុកយ៉ាងម៉េចបើកូនមិនមកវាស់ខ្លួនពុកផងនឹងមើលឪពុកមើលបន្តិចមើល អត់ទេកូនគិតថាប៉ានេះគឺវាត្រូវហើយ ឆ្លាតណាស់មិនវាស់ក៏ដឹងថាត្រូវខ្លួនពុកទៀតបើសិនជាម្ដាយខ្លួនឯងនៅហើយបានឃើញកូនធំឡើងចេះដឹងខុសត្រូវដឹងក្តីបែបនេះមិនដឹងថាគេសប្បាយចិត្តយ៉ាងណានោះទេ ពុកទៅដល់ពីម៉ែទៀតហើយហ៎កុំកាត់ពីរឿងហ្នឹងព្រោះវាបានផុតពីយូរមកហើយអូយ ធ្វើអីកូនអត់អីទេ អត់អីទេពុកគ្រាន់តែឈឺតែបន្តិចទេ ប្រយ័ត្នប្រយែងណា ជ្រាបសួរលោកម្ចាស់ នឹងនីវតែថាម្ដាយឈឺហើយមិនតន់ទៅទៀតអ្នកជំងឺមិនចាំផ្លូវស្លាប់ហើយ មិនអីទេលោកម្ចាស់ព្រោះគាត់ក៏មិនឈឺធ្ងន់អីប្រហែលដែរវិញថននៅចុងភូមិគាត់ត្រូវទៅភូមិខ្ញុំចាំសុំដោយសារគាត់លោកម្ចាស់ ហើយតែចាំគេធ្វើស្អីបើថានាងអត់មានអីជិះទេចាំយើងឲ្យអាកែវជូនទៅក៏បានដែរ ខ្ញុំខ្លាចរំខានបង្កាវព្រោះគាត់ត្រូវជួយជ្រត់លោកម្ចាស់ផងអញ្ចឹង វាមិនរំខានអីទេនឹងនីវក៏បានដែរហត់ថងប្រាក់ឲ្យពុកតិចមកឯងធ្វើការយូរហើយម្ដាយកំពុងតែឈឺអញ្ចឹងឯងគួរតែឆ្លៀតពេលទៅមើលគាត់ឲ្យបានលឿនកុំឲ្យគាត់ចាំផ្លូវណែឯងយកប្រាក់នេះទៅឆាប់យកទៅ អរគុណលោកម្ចាស់ ញ៉ាំទៅ បើសិនជានេះខ្ញុំទៅតើអ្នកណានៅកំដរនាងកវ៉ាន់ពេលដែលលោកម្ចាស់ចេញក្រៅនោះ បងនាងដូចជាមានរឿងអីលាក់បាំងមានរឿងអីចាស់ មិនអីនោះទេមានពេជ្រមានអីដែរតើឯងមិនបាច់បារម្ភពីកវ៉ាន់នោះទេឯងទៅចុះ អរគុណហើយលោកម្ចាស់ដែលលោកម្ចាស់ជួយសន្តោសគ្រួសារខ្ញុំរហូតមកម្ដាយខ្ញុំគាត់មិនឈឺធ្ងន់អីទេខ្ញុំនៅបង្រៀនក្មួយក្រវ៉ាន់ការងារផ្សេងចេះអស់ហើយចាំខ្ញុំទៅលេងស្រុកពេលក្រោយក៏បាន នឹងនីវអើយនឹងនីវនាងចង់ទៅពេលណាក៏បានដែរមិនបាច់ខ្លាចចិត្តខ្លាចខ្លាមួយនោះទេបានហើយទៅឆាប់ទៅសម្រាប់ទៅហើយពេលទៅវិញមើលថែម្ដាយនាងឲ្យបានល្អលឿននៅ អរគុណលោកម្ចាស់ ទៅចុះ ជ្រាបលាលោកម្ចាស់ ដល់ហើយ អូ
phục đi phục đi phun cái ở cái sạn này phục đi sạn cái sạn này mai tôi quan năm nay tôi một phút nữa tôi không có sao chứ Phục vai con. Phục mai nữa ấy đi. Hả? Bỏ bị nào bên đây nè.ខ្ញុំមកពីចង្អាយអ្នកអើយខ្ញុំចង់សុំភូមិនេះស្នាក់បាន4-10យប់ Cho phu chơi mọi việc hàng nào đấy. ខ្ញុំមកពីភៀកអង្កើត លោកភូមិខ្ញុំមានរឿងចង់ជម្រាប នឹងកាយសព គឺមានអ្នកជួញដូរប្រហុកប្រអកពួកគេថែមទាំងសុំពួកយើងស្នាក់អាស្រ័យមួយរយៈសិនឥឡូវខ្ញុំកំពុងឲ្យគេចាំនៅខាងក្រៅនោះ ហើយពួកគេមានគ្នាប្រហែលអ្នក ពួកគេមើលទៅមានតែប្តីប្រពន្ធនិងកូនតែប៉ុណ្ណោះ សំរទេពអប្សរមិនល្អដូចអូនឡើយស្នាមញញឹមត្រាន និយាយតាមត្រង់ចុះលបងធ្វើត្បិតថានៅពេលនេះតំបន់ខ្លះវាមានសុវត្ថិភាពប៉ុន្តែតំបន់ខ្លះទៀតមិនចឹងនោះទេជាក់ស្ដែងដូចជានៅក្នុងក្រុងលង្វែកជាដើម សំរទេពអប្សរមិនល្អដូចអូនឡើយ ឲ្យគេរៀបកន្លែងទទួលភ្ញៀវទៅណា បាទលោកមេភូមិ ជំរាបសួរលោកមេភូមិ បាទជំរាបសួរ ជំរាបសួរ មានស្រួលពូ ហើយលបងជើញមកពីខាងណាពីខាងណីហើយទៅណាវិញ បាទខ្ញុំបាទនេះឈ្មោះឆោមមានប្រពន្ធម្នាក់ឈ្មោះឆាំឥឡូវកំពុងរៀបចំឲ្យវ៉ាន់ដាក់នៅលើរទេះនោះនេះជាកូនប្រុសតំណាក់គុណរបស់ខ្ញុំឈ្មោះរៀមហើយរបររកស៊ីរបស់ខ្ញុំនឹងគឺជាអ្នកជួញដូរអកប្រហុកខ្ញុំនិងប្រពន្ធរបស់ខ្ញុំថាធ្វើដំណើរទៅក្រុងលង្វែកប៉ុន្តែដោយសារផ្លូវវាឆ្ងាយពេកក៏គិតថាមកសុំភូមិរបស់លោកមេភូមិស្នាក់មួយរយៈសិនព្រោះមានឱកាសល្អនឹងធ្វើដំណើរទៅមុខទៀត ហេតុអីបានជាលបងចង់ទៅជួញដូរនៅក្រុងលង្វែក ជំរាបលោកមេភូមិចេះដោយសារភូមិដែលខ្ញុំធ្លាប់ទៅរកស៊ីនឹងអ្នកភូមិចេះតែស្ងាត់ទៅហើយខ្ញុំនឹងប្រពន្ធរបស់ខ្ញុំនឹងគិតថានឹងទៅរកស៊ីនៅក្រុងលង្វែកគីឡូវាកក់កោបជាងនេះ និយាយតាមត្រង់ចុះលបងធ្វើត្បិតថានៅពេលនេះតំបន់ខ្លះវាមានសុវត្ថិភាពប៉ុន្តែតំបន់ខ្លះទៀតមិនចឹងនោះទេជាក់ស្ដែងដូចជានៅក្នុងក្រុងលង្វែកជាដើម
ស្ថានភាពនៅពេលនេះគឺមិនទាន់ល្អនោះទេពួកសត្រូវវាចាំចូលឈ្លានពានគ្រប់ពេលខ្ញុំគិតថាយកល្អលបងកុំតាន់គួរទៅនៅក្នុងពេលនេះអីឥឡូវចេះលបងយើងកុំតាន់ពិភាក្សារឿងទៅក្រុងលង្វែកអីបើសិនជាលបងចង់ស្នាក់នៅក្នុងតំបន់នេះអញ្ចេះនៅខាងក្រៅផ្ទះរបស់ខ្ញុំមានខ្ទមមួយលបងអាចទៅស្នាក់នៅទីនោះបាន អរគុណលោកមេភូមិ អូនិយាយយូរហើយប្រវត្តិកូនទៅយកទឹកតែមកជូនអង្គប្រសាមកណាបងធ្វើដំណើរផ្លូវឆ្ងាយប្រហែលជាហត់នៅខ្លះហើយមកទៅ បាទលោកមេភូមិពេលខ្លះក៏វាហត់ដែរប៉ុន្តែវាស៊ាំទៅហើយភូមិខ្លះក៏សម្បូរមនុស្សទៅភូមិខ្លះក៏ខ្សត់មែនទៅ ហើយបើបងចល័តរហូតអញ្ចឹងឲ្យចុះក្មួយរៀមធ្វើមិននឹងបានរៀនសូត្រនឹងគេទៅ បាទលោកមេភូមិត្បិតតែពួកខ្ញុំចល័តរហូតអញ្ចឹងប៉ុន្តែពួកខ្ញុំតែងតែបរៀនកូនជារៀងរាល់ថ្ងៃហើយពេលខ្លះខ្ញុំស្នាក់នៅពីវិខែនោះតាមភូមិនីមួយៗ អូបើអញ្ចឹងលបងមិនបាច់ក្រែងចិត្តអីទេអាចស្នាក់នៅទីនេះច្រើនថ្ងៃច្រើនខែអីក៏បានដែរណាកវ៉ាន់កូនស្រីខ្ញុំមានកូននៅមកក្រក់នឹងទេលបងកវ៉ាន់ជម្រាបសួរអ៊ំតកូន ជំរាបសួរបងជាសួរបងបាយទេស្គាល់ អរគុណក្មួយកូនស្រីរបស់ពិតជាស្រស់ស្អាតណាស់ គេកាត់ទៅខាងម្ដាយរបស់គេអំពីស្អាតហើយខ្ញុំបានតែកូនម្នាក់នេះទេបើសិនជាគ្មានគេជីវិតរបស់ខ្ញុំនឹងទៅជាយ៉ាងណានោះទេអញ្ចឹងសម្រាប់ថាលបងនាំគ្រួសារទៅស្នាក់នៅទោមនៅខាងក្រៅផ្ទះចាស់បើសិនជាមិនយល់ទៅឲ្យទេ បើមិនទៅទល់អ្វីទេលោកពូកិនច្រើនហើយដែលឲ្យខ្ញុំហើយនឹងឪពុកម៉ែរបស់ខ្ញុំស្នាក់នៅទីនេះ អូយសុខស្គាមែនទេ ពួកយើងពិតជាមានសំណាងហើយណាបានជួបមេភូមិឌឿននេះដែលឲ្យយើងស្នាក់នៅអញ្ចឹងយើងពិតជាធ្វើបុណ្យបានល្អហើយបានជួបមនុស្សល្អបែបហ្នឹង អើយម៉ែវាអារឿងសំណាងនេះខ្ញុំឡើងចង់គិតទៅហើយហើយមិនគិតអត់ចាថាយើងនឹងបានឆ្លងកាត់អីខ្លះ លោកមេភូមិគាត់និយាយមិញនេះឯងបានចាប់អារម្មណ៍ទេ រឿងអី គឺរឿងសន្តិសុខនៅទីលង្វែកហ្នឹងណា អើយម៉ែវាអើយអារឿងហ្នឹងខ្ញុំដឹងរាប់ខែមកហើយប៉ុន្តែខ្ញុំជឿជាក់លើព្រះរាជាព្រះអង្គមិនទុកឲ្យនគររបស់យើងនេះវាពពកនោះទេឯងមិនបារម្ភច្រើនពេកទេខ្ញុំខ្វល់ច្រើនពេកម៉ែវាធ្វើតាមមលស័ក្តិទៅណា អើយកូនរៀមណា អើម៉ែ អេហើយកូនឯងមិនទៅមួយទឹកមួយផុកទេហ៎ហើយនៅគិតស្អីដល់ណា ម៉ែគិតថាកវ៉ាន់ស្អាតអត់ម៉ែ ណែកូនឯងនៅក្មេងណាកុំគិតឲ្យសោះទៅមួយទឹកទៅណាឲ្យមកដេក បាទម៉ែ សំរទេពអប្សរមិនល្អដូចអូនឡើយស្នាមញញឹមត្រានត្រើយ
មិនលឿនទៅឬក៏ចង់អង្គុយចម្លងទល់រយប់សំរទេពអប្សរមិនល្អដូចអូនឡើយស្នាមញញឹមត្រានត្រើយនេះតូចត្រង់តិចទៅណានេះតូចមិនលឿនទៅឬក៏ចង់អង្គុយចម្លងទល់រយប់អត់ទៅលពឹកកូនហាក់ណាលពឹកឥឡូវកូនសុំទោសណាកូនសន្យា ចម្លងឲ្យលឿនទៅ លោកបងកូនចម្លងបានច្រើនហើយគ្នាចម្លងយូរណាស់ហើយ លួចរត់ទៅលេងខាងក្រៅមិនខំរៀនហើយល្មើសនឹងបំរាមរបស់ពុកទៀតតាសមនឹងទទួលបាយនេះទេ លោកពុកកូនណាគ្រាន់តែលេងនៅជិះនៅទីលោកពុកហើយកូនក៏មិនបានអូយម៉ែអូនមិនក៏ទៀងក្បាញ់ខ្ញុំចឹង ដូចជាខឹងខ្ញុំខ្លាំងហើយមែនទេ អូនាងតូចលោកម្ចាស់មិនខឹងនាងទេលោកទាំងពីរលោកស្រឡាញ់នាងណាស់មែនទេចយចាមែនហើយម៉ែអូនតែមើលទៅដូចជាខកចិត្តច្រើនជាងខកចិត្តយ៉ាងម៉េចទៅ លោកទាំងពីរខកចិត្តនឹងនាងតូចដែលនាងតូចហ្នឹងមិនស្ដាប់គាត់លោកម្ចាស់ទាំងពីរនោះអីលោកខកចិត្តតែលោកម្ចាស់ខ្លាចនាងតូចណាស់ លោកម្ចាស់ស្រឡាញ់នាងតូចយ៉ាងម៉េចបើលោកម្ចាស់តាំងតែងជាមួយនឹងនាងតូចខ្លាំងណាស់ម៉ែអូន និស័យនេះលោកម្ចាស់តាំងតែងមែនព្រោះលោកម្ចាស់ស្រឡាញ់នាងតូចលោកម្ចាស់ចង់ឲ្យនាងតូចល្អមានចំណេះដឹងជ្រៅជ្រះហើយថ្ងៃក្រោយនាងតូចនឹងដឹកនាំគ្រួសារមួយនេះឲ្យបានល្អដូចជាលោកម្ចាស់និងលោកជំទាវអញ្ចឹងដែរណាតែហើយតែនាងតូចខ្ញុំចម្លងឲ្យចាប់ទៅដើម្បីឲ្យលោកម្ចាស់មើល ម៉ែអូនដូចជាមិនសូវចេះអក្សរទេអញ្ចឹងម៉ែអូនអាចលេងជាមួយខ្ញុំបានមែនទេ អូនាងតូចម៉ែអូនចាស់ហើយរៀនមិនចេះទេនាងតូចអូចេះនាងតូចខ្ញុំចម្លងអក្សរឲ្យចាប់ទៅទោះឲ្យលោកម្ចាស់មើលហើយចាំម៉ែអូនឲ្យគេយកបង្អែមនិងផ្លែឈើជូននាងហូបណា ចាម៉ែអូន ប្រហុកអូយប្រហុកអាស៊ីរីប្រហុកមកដល់ហើយគាត់ស្នាឲ្យពុកមកទីតួ កូនរៀមពីមួយថ្ងៃទៅមួយថ្ងៃគេដើរទៅជាមួយយើងទៅមកឲ្យទៅត្រកហើយគ្មានបានរៀនបានសូត្រអីទាំងអស់នេះ ខ
ខ្ញុំចេះតែបារម្ភពីគេហ្នឹងណា អាកូនចៅអាកូនចៅ សូមស្ដាប់ពាក្យបងផ្ដាំអូនត្រូវចាំរាល់ពាក្យសន្យា រឿងនគរមាស